រកជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមតិតិចតួចទៅកាន់បងប្អូនទាំងអស់ជាពិសេសបងគ្រួសារកង់3បាទដោយសារថាម្សិលមិញកូនក្រុមខ្ញុំ3នាក់ដែលលក់កង់3ខ្ញុំអត់ដឹងបងប្អូនបាទពេលខ្លះគាត់ទៅមុខលេងរួចបងប្អូនបាទហើយគាត់ត្រូវការលុយបាទហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំចង់និយាយទៅកាន់បងប្អូនសូមបងប្អូនធ្វើអីដោយមួយបាទកុំតក់កុហលបាទការធ្វើដល់យើងលឿនពេកអត់គិតវែងឆ្ងាយខាត់បងឬពុះបងប្អូនបាទខ្ញុំអត់ចេះអីទេបងប្អូនអើយប៉ុន្តែគាត់ថាខ្ញុំមិនចង់ជួយខ្មែរតែឯងពិបាកវេទនាទេអ្វីដែលយើងអាចជួយគ្នាបានដល់មតិឲ្យគ្នាឲ្យខ្ញុំគាត់ជាផ្ដល់មតិឲ្យបងប្អូនទេខ្ញុំមិនមែនជាម្ចាស់លុយក៏មិនមែនជាម្ចាស់ជីវិតបងប្អូនដែរគាត់ខ្ញុំចង់ឲ្យបងប្អូនថាឥឡូវនេះរយៈពេលនេះបងប្អូនអាចធ្វើអីដោយភ្លាមបាទដោយមិនបានគិតវែងឆ្ងាយវាធ្វើឲ្យបងប្អូនខាតបងច្រើនបងប្អូនបាទកូនក្រុមខ្ញុំបានលក់កង់3អស់3គ្រឿងហើយដែលគាត់លក់បានខាតច្រើនណាបងប្អូនបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគិតឲ្យបានច្បាស់ទី1ចរន្តនៃសេដ្ឋកិច្ចបែបនេះគេនឹងជន់យើងទី2ទីផ្សាររងហើយនេះយ៉ាកំពុងឡើងថ្លៃមានបងប្អូនយើងហ្មងតែទិញកង់3គឺគេអត់ទិញទេគេលក់កន្លែងនេះដែលធ្វើឲ្យទីផ្សារយើងធ្លាក់ពេលដែលយើងប្រឹងលក់គេនឹងប្រឹងជន់យើងហើយបងប្អូនកុំថាមកទោសខ្ញុំមិនទៅនិយាយប៉ះពាល់ជាមួយបងប្អូនដែលលក់ស៊ីកង់3ទេប៉ុន្តែគេបន់ឲ្យតែទីផ្សារបែបនេះទេគេស្រួលបងប្អូនស្រួលជន់បងប្អូនគេដឹងតែបងប្អូនលំបាកយកលុយធនាគារយកម្ដងស៊ីមនុស្សយើងខ្លះអត់មានបេះដូងណាបងប្អូនខ្ញុំហ៊ាននិយាយអត់មានបេះដូងទេបាទគឺយើងលំបាកជន់យើងដូចស្អីចឹងបងប្អូនហើយខ្ញុំជួបហើយបងប្អូនខ្ញុំចំណាស់នេះហើយខ្ញុំជួបញឹកហ៎សឹងតែជួបច្រើនមែនតើបងប្អូនបាទពេលដែលយើងមានទុកលំបាកយើងរត់រគេជន់យើងហើយគេអត់ថាឥឡូវគេអត់ឲ្យដំណោះស្រាយយើងឬក៏ឲ្យគេហៅថាកលឹះដែលយើងដោះស្រាយឲ្យវាសំរុំអត់ទេបងប្អូនគេចាំតែជន់យើងក្នុងគ្រាលំបាកទេបងប្អូនចំណាំមើលមនុស្សយើងទៅតិចភាគរយតិចខ្ញុំហ៊ាននិយាយចឹងភាគរយតិចមែនតើបងខ្ញុំហ៊ាននិយាយចឹងបងក្នុងការចង់ឲ្យយើងមានបានបាទមានដង្ហើមចេញចូលកម្រណាបងប្អូនលើពិភពលោកនេះគឺកម្រមានមែនថាវាអត់ទេវាមានប៉ុន្តែវាខ្សត់ខ្សោយបងប្អូនជាពិសេសមកទោសប្រទេសយើងហ្មងខ្ញុំមើលរងហើយនេះគឺយើងអ្នកណាខ្លះចង់រស់តែឯងសូម្បីគ្នាចតតិចតួចកែងកន្លែងតិចតួចមកដេញគ្នាមកអីគ្នាអ្នកខ្លះធ្វើការមិនទាន់បានមានសាក់3សាក់4ផងធ្វើបាបគ្នាបាទតាក់ទុនខ្សោយបងប្អូនមើលឃើញហើយសង្គមយើងរងហើយនេះបាច់ខ្ញុំនិយាយទេបាទហើយអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំចង់ឲ្យបងប្អូនគិតអីមួយបាទកុំក្នុងរយៈពេលនេះអត់ចង់ឲ្យបងប្អូនលក់កង់3ទេលក់កង់3អ្នកទីផ្សារគេនឹងជន់បងប្អូន 100% បងប្អូនប៉ុន្តែបើសិនជាបងប្អូនថាឥឡូវលក់វាតម្លៃទីផ្សារទទួលយកបានលក់ទៅបងប្អូនបាទព្រោះខ្ញុំមិនមែនចាស់លុយបងប្អូនទេហើយខ្ញុំក៏មិនកុនដូចថាលុយបងប្អូនកុនរបៀបថាយើងដោះស្រាយបានអានឹងលក់ទៅបងប្អូនបាទប៉ុន្តែសូមបងប្អូនគិតអីឲ្យបានច្បាស់ឲ្យបានវែងហើយរយៈពេលនេះអ្វីដែលល្អប្រសើរឲ្យបងប្អូនបិទអេបចោលលុបចោលក៏បានដែរបិទចោលមួយរយៈហើយបងប្អូនបើថាយើងពិបាកខ្លាំងរត់កង់3ពីថ្ងៃធ្វើការប្រយុទ្ធទៅដាក់ពាក្យស្នើសុំធ្វើសន្តិសុខអីយាមប្រយុទ្ធទៅបងប្អូនអាហ្នឹងក៏វាជាដំណោះស្រាយមួយល្អណាហើយរំខានណាបងប្អូនដោយសារតែវាមានសម្លេងជាបុកធ្វើពីដានបងប្អូនធ្វើនេះចឹងខ្ញុំចង់ឲ្យបងប្អូនគិតបែបហ្នឹងបងប្អូនមកកុំធ្វើអីដោយលឿនដោយតក់កុហលនិងខាតបងច្រើនបងប្អូនបាទប៉ះដល់បងប្អូនលក់កង់3ហើយបងប្អូនអត់ចំណូលបងប្អូនដកឲ្យលុយនឹងចាយតិចតួចអស់អាលិញបងប្អូនសម័យនេះខ្ញុំប្រាប់បងប្អូនគិតឲ្យបានច្បាស់ប៉ុន្តែបើបងប្អូនថាឥឡូវទ្រាំលំបាកបាទមានការងារធ្វើយប់ឬក៏ថ្ងៃរត់កង់3យប់សុខចិត្តហត់ជាងពីមុនយើងដកការចំណាយដូចថាពីមុនមកបងប្អូនធ្លាប់មួយថ្ងៃចាយអស់30000អញ្ចឹងបងប្អូនដកចាយតែ15000ទៅបងប្អូនចឹងអានេះជាកលឹះមួយដែលយើងអាចកែប្រែខ្លួនឯងក៏ដូចជាកាត់បន្ថយនៅការចំណាយធ្វើយើងមានលំនឹងខ្លួនឯងណាបងប្អូនបាទហើយអានេះខ្ញុំអត់មានអីទេបងប្អូនគាត់ថាខ្ញុំមិនចង់ឲ្យបងប្អូនធ្វើអីដោយគេជន់យើងបានណាបងប្អូនយល់ទេបាទចឹងបងប្អូនមានប៉ុណ្ណឹងទេបងប្អូនបាទហើយបើបងប្អូននិយាយលឺលួសឬក៏ប៉ះពាល់ដល់បងប្អូនអធិស្ឋានផងបងប្អូនបាទបងប្អូនដែលបានស្ដាប់ទៅជួយចែកម្លែកផងក្នុងកលៈទេសៈនេះបងប្អូនត្រូវគិតឲ្យបានវែងឆ្ងាយបាទគិតឲ្យបានឆ្ងាយ
ព្រោះសម័យឥឡូវលុយថោកបងប្អូនលុយថោកតែលុយពិបាករកលុយថោកតែលុយពិបាករកមិនមែនលុយស្រួលរកណាបញ្ជាក់ណាបាទអញ្ចឹងយើងធ្វើអីតាក់ទងជាមួយពាក់ព័ន្ធលុយកាក់បងប្អូនគិតទៅវិញឆ្ងាយហើយកុំយកខ្លួនយកទៅពាក់ព័ន្ធនឹងបំណុលណាបងប្អូនបាទតិចតួចអត់អីទេប៉ុន្តែបើច្រើនកុំណាបាទទីផ្សារយើងថ្ងៃគឺដើរថយក្រោយហើយពីមួយថ្ងៃទៅមួយថ្ងៃមានអាការលំបាកទេអត់មានថ្ងៃសំណុកទេបងប្អូនបាទហើយមួយទៀតខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនដែលតនេឬក៏បងប្អូនដែលនេះយើងគិតទៅវិញឆ្ងាយបងប្អូនអាចរៀនធ្វើ page រៀនធ្វើ YouTube ថ្ងៃក្រោយគេអាចចាំយើងទល់ចាស់បងប្អូនអត់ធ្វើការងារអីផលិតតែវីដេអូលក់នៅផ្ទះធ្វើនេះធ្វើនោះក៏បានលុយដែរអានេះជាចំណូលអូប្រសើរបងប្អូនបាទថ្ងៃក្រោយគេពឹងលើហ្នឹងអញ្ចឹងបងប្អូនរៀនធ្វើទៅបងប្អូនបាទមិនអស់ប្រហែលទេបាទរៀនធ្វើទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើហើយខ្ញុំមានប៉ុណ្ណឹងទេបងប្អូនកុំឲ្យថាខ្ញុំប្រម៉ូទអីណាទៅលក់ page លក់អីស្រាប់តែបងប្អូនគិតទេតែអាហ្នឹងតើយើងមានចំណង់ចំណូលចិត្តដែរបងប្អូនបាទអូនមានប៉ុណ្ណឹងទេបងប្អូនអរគុណច្រើនសុខសប្បាយ